Jadi solo kru kadaជាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងអាហ្នឹងគេខ្ញុំមកធ្វើ lab ទី2របស់យើងអញ្ចឹងយើងធ្វើការបើកនៅ CMD របស់យើងមកអញ្ចឹង comment ដំបូងរបស់យើងគឺយើងត្រូវទៅ check មើល IP របស់យើងដើម្បីធ្វើការ connect ទៅកាន់ power cell របស់យើងអញ្ចឹងយើងបើក power cell របស់យើងមកបន្តមកទៀតកន្លែងហ្នឹងយើងធ្វើការដាក់ SX ហើយដាក់ username របស់យើងហើយ add ជាមួយនឹង IP របស់យើងដូចរដងតមកទៀតយើងធ្វើការ comment show all list មកcomment មួយនេះយើងប្រើសម្រាប់ធ្វើការ show file 3ខាងលើហ្នឹងណាអញ្ចឹងយើងប្រើមានពាក្យ head មកពីលើតមកទៀតយើងធ្វើការបង្កើត file comment យើងដែរ MKD ហើយនឹងឈ្មោះបើយើងចង់បង្កើតហ្នឹងតមកទៀតយើង enter មកហើយយើងធ្វើការ CD ទៅកាន់នៅឈ្មោះ Soya SU30 ហ្នឹងតពីយើងចូលបានប៉ុណ្ណឹងយើងធ្វើការទៅបង្កើត file pim.tt របស់យើងហ្នឹងអញ្ចឹងយើង comment មក comment របស់យើងគឺ nano pim.tt ចឹងបានប៉ុណ្ណឹងយើងធ្វើការបង្កើតឈ្មោះ file របស់យើងមកយើងដាក់ឈ្មោះដូចខ្ញុំដាក់ឈ្មោះ Soya អញ្ចឹងមកហើយយើងថែមអីចំណាំមួយទៀតមកហើយយើងដាក់ឈ្មោះដូចគ្នាអញ្ចឹងមកក៏បានក៏ដាក់ឈ្មោះផ្សេងគ្នាក៏បានដែរចឹងថ្ងៃហ្នឹងយើង save មកគ្រប់ចំនួនដែលយើងចង់បានមកអញ្ចឹងដើម្បីធ្វើការ save វាយើងចុច Ctrl X មកដើម្បីទៀតយើងចុច Y ហើយយើង enter មកអូខេនេះយើង save ហើយវាចេញមកបែបនេះតមកទៀតយើងធ្វើការ cat pam file របស់យើងនឹងមកនេះវាសូឲ្យឈ្មោះ file ដែលយើងបានបង្កើតមិញហ្នឹងតមកទៀតយើងចង់ឲ្យវាសូ file តែ3ពីខាងលើទេអញ្ចឹងយើង comment ដូចខាងលើមុនដែរគ្រាន់តែយើងដូរឈ្មោះហ្នឹងចឹងយើង comment តាមនេះមក cat ហើយឈ្មោះ file របស់យើងមុនហ្នឹងយើងដាក់អីគេហើយបន្ទាប់មកទៀតយើងកុំភ្លេចសញ្ញាមួយនេះហើយយើងកុំភ្លេច head ហើ
ហើយដកស្រីមកបើសិនយើងឲ្យវាឃើញ3តែបើសិនយើងចង់ឲ្យឃើញ2ដាក់ដក2មកតមកទៀតយើងចង់រកតន័យដែលវាអាប់ដេតក្រោយគេចឹងយើងធ្វើការ comment ls ដល់ lh នឹងមកតមកទៀតយើងប្រើសញ្ញាហ្នឹងមកហើយយើងប្រើថលហ្នឹងហើយយើងដក2ដក clear ហើយដក2ហើយយើងធ្វើការចុច enter មកនេះវាធ្វើការសូហើយនេះយើងមាននេះផែម file របស់យើងដល់ .ht នៅម៉ោង 6:40 ហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូក៏ដូចជាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូ